Ok, số đây này đó cái chân dương to về điên dương to tiết dương cho từ đó High Story Plus Tour High Story Plus Tour នេះគឺប្រើសម្រាប់ធ្វើការហៅរូបភាពមកសភាពដើមវិញឧទាហរណ៍ថាយើងកំពុងធ្វើការនៅលើ background អញ្ចឹងឧទាហរណ៍ថា background នេះយើងបានធ្វើការផ្លាស់ប្ដូរពណ៌ឧទាហរណ៍យើងផ្លាស់ប្ដូរពណ៌យើងអាចคลิกទៅលើពណ៌ដែលយើងចង់បានយើងធ្វើការផ្លាស់ប្ដូរពណ៌មកឧទាហរណ៍ពណ៌បែបនេះចុះហើយយើងធ្វើទៅវាលក្ខណៈថាច្រើនតង់មានន័យថាយើង undo មកវិញវាអត់កើតអញ្ចឹងណាអញ្ចឹងយើងចង់ហៅរូបភាពដើមមកវិញយើងអាចចុច High Story Brush Tool នេះមកហើយយើងអាចធ្វើការជ្រើសរើសទំហំទៅតាមចំណង់ចំណូលចិត្តដែលយើងចង់បានឬក៏ចុចម៉ៅខាងស្ដាំមកយើងអាចធ្វើការជ្រើសរើសណាហ្នឹងហើយនៅកន្លែងនេះក៏មាន hardness នេះក៏ខ្ញុំបានបញ្យល់ហើយដែរពាក់ព័ន្ធជាមួយនឹង brush tool ក៏ដូចជា clone stem tool បាទនឹងសិតតែខ្ញុំបានធ្វើការបញ្យល់ហើយពាក់ព័ន្ធជាមួយនឹង opacity ហើយនឹង flow បាទអញ្ចឹងយើងធ្វើការជ្រើសរើសទំហំដែលយើងចង់បានហើយយើងធ្វើការគូសទៅលើរូបដែលយើងចង់ហៅវាមកសភាពដើមពេលយើងចុចទៅវានឹងមកសភាពដើមហ្នឹងហើយរូបទៅជាសភាពដើមអញ្ចឹងករណីថាយើងធ្វើការកែប្រែរូបនឹងទៅជាបែបខុសបច្ចេកទេសហើយវាច្រើនតង់អញ្ចឹងទៅឧទាហរណ៍ថាអញ្ចឹងយើងដាក់មកវាខូចទ្រង់ទ្រាយដើមនៃរូបអញ្ចឹងយើងចង់ហៅវាយើងដល់ចុចច្រើនដងពេកយើងចុច redo ឬមាន undo ហ្នឹង control Z ហ្នឹងវាបានម្ដងមួយអញ្ចឹងវាធ្វើឲ្យខាត់ពេកឬក៏វាច្រើនអញ្ចឹងទៅអញ្ចឹងយើងគ្រាន់តែប្រើ High Story Brush Tool នេះមកហើយធ្វើការគូសកន្លែងដែលយើងចង់ហៅតន័យមកវិញមកគឺវាមកសភាពដើមមិនខ្វល់ថាយើង design បានប្រហែល100តង់ទេបើយើងធ្វើការនៅលើ background គឺវា redo ទៅលើ background ប៉ុន្តែបើយើងប្រើជា adjustment ដែលយើងបង្កើតជា adjustment បែបនេះយើងបន្ថែម color ឬក៏បន្ថែមអីដល់ពេលយើងចង់ធ្វើការចុច high story លើនេះគឺអត់ទៅទេដោយសារតែយើងអត់ឈរនៅលើ layer background យើងចូលទៅកាន់ tool មួយទៀតគឺ tool art high story brush អញ្ចឹង art high story brush នេះគឺប្រើសម្រាប់ធ្វើការទាញរូបឲ្យវាមានភាពដូចជាទឹករលកឬក៏វាប្រតិកម្មយើងចុចទៅលើកន្លែងឧទាហរណ៍យើងចុចទៅលើភ្នែកនេះមួយវាប្រតិកម្មទៅលើរូបចុចមួយមកវាប្រតិកម្មអញ្ចឹងប្រតិកម្មទៅលើរូបអញ្ចឹងយើងអាចធ្វើអញ្ចឹងឬក៏យើងអាចធ្វើការជ្រើសរើសនៅទ្រង់ទ្រាយបានឧទាហរណ៍ថាឥឡូវយើងចុចចេះហើយខូចអស់ហើយយើងចង់ឲ្យវាមកសភាពដើមវិញយើងគ្រាន់ចុច High Story Brush Tool ចុចមកវាមកសភាពដើមវិញហើយអញ្ចឹងធូរនេះវាអត់មានអីច្រើនទេវាមានតែប៉ុណ្្នឹងបាទ